ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានេះគឺជាជំវិញ podcast ខ្ញុំគិតថាបងប្អូនរបស់យើងដែលកំពុងតាមដានទស្សនានេះមួយចំនួនធំអាចនឹងត្រូវបានគេសួរថាតើយើងហ៊ានចាប់ប៉ុន្មានឆ្នាំហើយយើងចេញពីស្រុករបស់យើងប្រហែលឆ្នាំហើយរាល់ថ្ងៃតើយើងសល់អីគេខ្លះហើយនៅក្នុងខ្លួនរាល់ថ្ងៃមានប្រាក់ខែប៉ុន្មានអាចចិញ្ចឹមគ្រួសារបាននៅខ្ញុំតែងតែទទួលបានសំណួរបែបនេះជាក់ស្ដែងខ្ញុំខ្លួនឯងក៏ខ្ញុំតែងតែសួរខ្លួនឯងដែរថាខ្ញុំចេញពីស្រុករបស់ខ្ញុំមកប្រហែលឆ្នាំហើយលទ្ធផលរាល់ថ្ងៃតើខ្ញុំមានអីគេខ្លះនៅក្នុងខ្លួនខ្ញុំអាចចិញ្ចឹមខ្លួនឯងបាននៅហើយខ្ញុំសល់អីគេខ្លះរាល់ថ្ងៃអារម្មណ៍ពេលដែលអត់លុយគឺពិតជាពិបាកអញ្ចឹងហើយបានខ្ញុំតែងតែខំប្រឹងពីមួយថ្ងៃទៅមួយថ្ងៃកាលពី3-4ឆ្នាំមុនខ្ញុំខំប្រឹងរហូតទាល់តែខ្ញុំអត់មានអារម្មណ៍ថាខ្ញុំជាខ្លួនខ្ញុំសោះពេលវេលារបស់ខ្ញុំសឹងតែ 100% ខ្ញុំឲ្យទៅកន្លែងការងារសូម្បីតែអ្នកផ្ទះរបស់ខ្ញុំក៏គាត់តែងតែនិយាយថាខ្ញុំស្រឡាញ់ការងារលើសពេករហូតដល់លែងគិតគូរពីខ្លួនឯងលែងគិតគូរពីសុខភាពលែងគិតគូរពីអ្នកផ្ទះទាំងអស់ហេតុអីបានខ្ញុំធ្វើបែបហ្នឹងព្រោះខ្ញុំតែងតែខ្លាចថាខ្ញុំអត់មានលុយចាយខ្ញុំអត់អាចផ្គត់ផ្គង់ខ្លួនឯងបានខ្ញុំអត់អាចផ្គត់ផ្គង់អ្នកផ្ទះរបស់ខ្ញុំបានហើយខ្ញុំអត់ចង់ត្រឡប់ទៅជីវភាពរបស់ខ្ញុំកាលពីប្រហែលឆ្នាំមុននេះព្រោះអារម្មណ៍នៅពេលអត់លុយវាពិបាកខ្លាំងមែនតើពេលដែលយើងចង់បានអីយើងចង់ញ៉ាំរបស់ឆ្ងាញ់យើងចង់ដើរលេងឬក៏យើងចង់ធ្វើអីវាអាចតាមចិត្តរបស់យើងបានទេជាពិសេសនៅពេលដែលយើងឈឺយើងត្រូវការលុយចាំបាច់យើងអត់ដឹងថាទៅខ្ចីពីអ្នកណាទៅសុំពីអ្នកណាបានទេនេះហើយគឺជាអីដែលខ្ញុំតែងតែចាំទុកហើយខ្ញុំអត់ចង់ត្រឡប់ទៅជីវភាពដើមរបស់ខ្ញុំវិញប៉ុន្តែនៅក្នុងកំឡុងពេលនោះដែរគឺអ្វីដែលខ្ញុំមានគឺការងារអ្វីដែលខ្ញុំមានគឺប្រាក់ខែរបស់ខ្ញុំដែលខ្ញុំអាចផ្គត់ផ្គង់ខ្លួនឯងបានខ្លះនិងអាចជួយទំនុកបម្រុងក្រុមគ្រួសាររបស់ខ្ញុំបានមួយចំនួនដែរតែជាលទ្ធផលគឺខ្ញុំបានយកពេលវេលាខ្លួនឯងខ្ញុំយកសុខភាពខ្លួនឯងខ្ញុំយកពេលវេលារបស់អ្នកផ្ទះរបស់ខ្ញុំខ្លួនឯងហ្នឹងទៅដូរជាមួយនឹងការងារទាំងអស់តែម្ដងអញ្ចឹងខួរក្បាលរបស់ខ្ញុំអត់មានពេលគិតគូររឿងអីផ្សេងក្រៅពីរឿងការងារហ្នឹងទេហើយបច្ចុប្បន្ននេះខ្ញុំគិតថាខ្ញុំបានប្រសើរឡើងផ្នត់គំនិតរបស់ខ្ញុំក៏បានប្រសើរឡើងដូចគ្នាដែរព្រោះដោយសារតែខ្ញុំអត់ធ្វើដូចមុនទៀតទេសុខភាពរបស់ខ្ញុំកាន់តែទ្រុឌទ្រោមទៅកម្លាំងកាយកម្លាំងចិត្តក៏កាន់តែទ្រុឌទ្រោមទៅដែរខ្ញុំនិយាយបែបនេះមិនមែនបានន័យថាខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបោះបង់ចោលការងាររបស់អ្នកទាំងអស់គ្នាខ្ជិលគិតតែពីដើរលេងអត់ខិតខំប្រឹងធ្វើការទេជាក់ស្ដែងរបៀបរបបនៅក្នុងការធ្វើការរបៀបរបបនៅក្នុងការរស់នៅយើងអាចជ្រើសរើសបានទាំងពីរយើងអត់ចាំបាច់ថាត្រូវទៅរើសការងារចោលខ្លួនឯងចោលអ្នកផ្ទះទេនៅពេលដែលយើងចេះ balance ឬក៏យើងចេះគ្រប់គ្រងនៅពេលវេលាផ្នត់គំនិតនិងការគិតរបស់យើងខ្ញុំគិតថាយើងអាចបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងសម្រាប់មើលថែក្រុមគ្រួសារសម្រាប់មើលថែសុខភាពរាងកាយរបស់ខ្លួនឯងដូចគ្នាហើយអ្វីដែលខ្ញុំតែងតែធ្វើគឺខ្ញុំតែងតែចាំថាជីវិតរបស់ខ្ញុំមិនមែនមានតែការងារតែមួយមុខទេការងារជាផ្នែកសំខាន់មួយនៃជីវិតប៉ុន្តែក្រុមគ្រួសារនិងខ្លួនឯងក៏ជាផ្នែកមួយដែលសំខាន់សម្រាប់ខ្ញុំដូចគ្នា